បងប្អូនដែលចង់ទិញប្រព័ន្ធសូឡាបូមទឹកយកទៅតម្លើងខ្លួនឯងសូមមើលវីដេអូនេះឲ្យចប់បាទអូតូនិយមបានប្រាប់ថានៅក្នុងខែ11នេះភ្លៀងនឹងរាំងហើយអញ្ចឹងគេឲ្យយើងប្រមូលថែរក្សាទឹកឲ្យបានល្អដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់មិនឲ្យយើងប្រើប្រាស់ខ្ជះខ្ជាយអញ្ចឹងហើយបងប្អូនត្រូវត្រៀមឲ្យហើយថាគួរត្រៀមសូឡាបូមទឹកឬក៏ត្រៀមបន្លាយឬក៏ទំនប់អីទៅដើម្បីថែរក្សាទឹកបងប្អូនឲ្យបានគង់វង្សបាទបងប្អូនដែលពេញចិត្តវីដេអូនេះសូមជួយ comment A ហើយបងប្អូនដែលមិនពេញចិត្តសូម comment B ហើយសូមជួយ like ជួយ share បើសិនជាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋយើងដទៃទៀតហើយខ្ញុំឆ្លៀតពេលនេះក៏ខ្ញុំចង់ជួយបងប្អូនថាប្រើប្រាស់សូឡាបូមទឹកដែលយើងអាចទិញយកទៅតម្លើងខ្លួនឯងបានគឺពពួកនេះបាទពពួកនេះមានឈុតវាឲ្យស្រេចហើយប្រព័ន្ធនេះយើងមាន3សេស1ម៉ោងចេញបាន20គីបសម្រាប់ធ្វើស្រែប្រាំងអីហ្នឹងជម្រៅត្រឹម40ម៉ែត្រសម្រាប់បូមទឹកធ្វើស្រែប្រាំងធ្វើអីបាទអានេះបាន40ម៉ែត្រ50ម៉ែត្រ1ម៉ោង20គីបម៉ូទ័រ3សេសcontroller motor នេះគឺថាយើងអាចប្រើ motor មួយសេសក៏បាន2សេសក៏បាន3សេសក៏បានដែលយើងអាច set program វានៅក្នុងនេះបាន controller នេះគឺជាប្រព័ន្ធ hybrid ដែលយើងអាចដាក់ភ្លើងបូមពេលយប់យើងដាក់ភ្លើងរត់ចូលហើយវាជួយសន្សំសំចៃភ្លើងយើងមួយផ្នែកដែរដោយសារតែក្នុងនេះយើងប្រើបច្ចេកវិទ្យា Ammeter controller ប្រភេទនេះយើងធានាជូន3ឆ្នាំជាមួយនឹង motor វាបាទ motor វាហើយនឹង controller នេះយើងធានាជូន3ឆ្នាំជាបច្ចេកវិទ្យាដែលមានការធានាទទួលស្គាល់ត្រឹមត្រូវហើយបងប្អូនចង់បានអាធូរថ្លៃមានអាធូរថ្លៃមានសេរីនេះបាទសេរីនេះធានាជូន1ឆ្នាំបាទយើងមានប្រភេទនេះណាបាទដូចគ្នាដែរប៉ុន្តែអានេះវាទូជាងបាទវាទូជាងហើយបើយើងដោះមើលខាងក្នុងហើយទៅកង់ដង់អីវាតូចជាងអានេះបច្ចេកវិទ្យាវាធំជាងកង់ដង់អីវានឹងក្នុងនឹងវាធ្វើច្រើនជាងអញ្ចឹងតម្លៃក៏វាខុសគ្នាហើយអាសារតែបច្ចេកវិទ្យាខុសគ្នាអញ្ចឹងបើបងប្អូនយកអានេះចង់បានធូរថ្លៃយើងយកអានេះធានាត្រឹម1ឆ្នាំបាទ1ឆ្នាំមកតាមយកទៅប្រើបានប្រើកើតមិនថាប្រើមិនកើតទេប្រើបានអានេះវាប្រើបានតែគេធានាយូរគេគិតថ្លៃខ្ពស់បន្តិចទៅណាអានេះតម្លៃវាធូរថ្លៃយើងអត់ដូចយើងយកអានេះប៉ុន្តែអានេះមិនមែនថាប្រើ1ឆ្នាំខូចណាគេធានា1ឆ្នាំមែនប៉ុន្តែបើយើងប្រើត្រឹមត្រូវយើងអាចប្រើបាន5ឆ្នាំ10ឆ្នាំអីដូចគេដែរអានេះដូចគ្នាដែរបច្ចេកវិទ្យាមិនខុសគ្នាប្រហែលទេបងប្អូនតែគ្រាន់តែ chip ដែលគេតម្លើងនៅខាងក្នុងនេះវាខុសគ្នាខ្លះតែប៉ុណ្្នឹងទេដែលគេប្រើបច្ចេកវិទ្យា chip ណាដូចជា transistor កង់ដង់ FET អីជាដើមហ្នឹងជាបរិខារបស់ផលិតផលរបស់តៃវ៉ាន់ផលិតផលរបស់អាល្លឺម៉ង់ឬរបស់អាមេរិកអា chip នឹងវាថ្លៃអាបរិខានេះវាថ្លៃតែបើសិនគេប្រើ chip របស់ចិន chip របស់ចិនវាអាចងាយឆេះងាយអីចឹងទៅអានឹងតម្លៃវាថោករូបរាងយើងពិបាកមើលប៉ុន្តែបើខ្ញុំអ្នកធ្វើការក្នុងវិស័យហ្នឹងខ្ញុំមុននឹងទិញខ្ញុំសួរវាថាប្រើ chip ស្អីបោះអីផលិតផលស្អីធានាអីកង់ដង់បោះអ្នកណាធ្វើម៉េចឲ្យផលិតផលនឹងច្បាស់លាស់ថាយើងស្គាល់ពវៀនបតាំងវាណាគេថាពវៀនបតាំងកាពះវាឲ្យច្បាស់ថាអាណាវាល្អគុណភាពល្អអញ្ចឹងបានជាអានឹងវាថ្លៃជាងគ្នាអញ្ចឹងបងប្អូនដែលត្រូវការទិញសូឡាបូមទឹកយកទៅតម្លើងខ្លួនឯងហើយយកអាតម្លៃថោកយើងមានអាតម្លៃថោកបងប្អូនចង់រកអាល្អបន្តិចមានតម្លៃខ្ពស់ហើយមានអាតម្លៃខ្ពស់មែនតើបាទខ្ពស់មែនតើហ្នឹងបោះអាល្លឺម៉ង់ម៉ាកឡរ៉ាន់មកអីហ្នឹងគឺយើងទិញអានេះបាន3បានតែទិញអានោះបាន1បងប្អូនដែលមានសំណួរឬមានចម្ងល់ចង់ទិញប្រព័ន្ធសូឡាបូមទឹកយកទៅប្រើក្នុងពេលខាងមុខដែលអូតូនិយមគេប្រាប់ថានឹងមានការរីករាំងខិតចូលមកដល់បាទសូមតាក់ទងតាម link ខាងក្រោមដំណឹងល្អមួយទៀតបងប្អូនដែលត្រូវការកម្ចីបងប្អូនដែលត្រូវការ loan ដើម្បីបំពាក់សូឡាសម្រាប់កសិដ្ឋានសហគមន៍ការងារកម្រិតធំបាទបងប្អូនអាចតាក់ទងមកក្រុមហ៊ុន IMB ក្រុមហ៊ុន IMB មានដៃគូផ្ដល់កម្ចីដើម្បីបំពាក់សូឡាធំបម្រើក្នុងសហគមន៍ក៏ដូចជាបម្រើក្នុងកសិដ្ឋានធំដែរបាទសូមអរគុណ